សួស្តីមិត្តភ័ក្តិទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំនឹងលើកយកនៅអត្ថប្រយោជន៍មួយស្ដីពីសុខភាពនិងសម្រស់ដែលអត្ថប្រយោជន៍នេះគឺតាក់ទងនឹងការយើងងូតទឹកពេលយើងងូតទឹកគឺផ្ដល់អត្ថប្រយោជន៍ខ្លាំងបំផុតសម្រាប់សុខភាពហើយអត្ថបទមួយនេះដែរគឺបានចុះផ្សាយនៅក្នុង website មង្គលការហើយខ្ញុំយកមកអានឲ្យជូនប្រិយមិត្តស្ដាប់ទាំងអស់បាទឥឡូវនេះរីរាយស្ដាប់ដូចតទៅទម្លាប់នៃការងូតទឹកពេលចូលគេងគឺជាវិធីល្អក្នុងការសម្អាតភាពកខ្វក់និងមេរោគចេញពីរាងកាយបន្ទាប់ពីអ្នកបំពេញកិច្ចការអស់រយៈពេលពេញមួយថ្ងៃចំណែកឯទម្លាប់នៃការងូតទឹកនៅពេលព្រឹកក៏អាចជួយសម្អាតរាងកាយនិងទទួលបានអារម្មណ៍ស្រស់ថ្លាមុនពេលទៅធ្វើការផងដែរប៉ុន្តែដឹងទេថាការប្រើសាប៊ូច្រើនពេកនៅពេលងូតទឹកអាចបង្កឲ្យមានភាពស្ងួតខ្លាំងនៅលើផ្ទៃស្បែកដូច្នេះអ្នកគួរតែកាត់បន្ថយការប្រើសាប៊ូឬគ្រាន់តែលាងសម្អាតខ្លួនប្រាណជាមួយការងូតទឹកផ្កាឈូកក៏បាននៅតំបន់អាស៊ីមនុស្សជាញឹកញាប់តែងតែងូតទឹកនៅពេលយប់ខណៈពលរដ្ឋនៅអាមេរិកបានទម្លាប់ងូតទឹកផ្កាឈូកនៅពេលព្រឹកទោះបីជាយ៉ាងណាក្តីអ្នកគួរតែស្វែងយល់ពីពេលវេលាដែលគួรงូតទឹកដើម្បីទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់សុខភាពអត្ថប្រយោជន៍នៃការងូតទឹកផ្កាឈូកនៅពេលព្រឹកមាន3ដំណាក់កាលមាន3អត្ថប្រយោជន៍បាទសំទោសទី1ងូតទឹកនៅពេលព្រឹកបន្ទាប់ពីភ្ញាក់ពីគេងគឺកាន់តែល្អជាងការផឹកកាហ្វេទៅទៀតព្រោះរំញោចឈាមរត់និងល្បឿនអត្រាបេះដូងនិងរាងកាយបានបញ្ចេញប្រតិបត្តិការកាន់តែច្រើននិងធ្វើឲ្យអារម្មណ៍កាន់តែល្អ2ងូតទឹកនៅពេលព្រឹកជាការល្អប្រសើរសម្រាប់មនុស្សដែលមានស្បែកខ្លាញ់ច្រើននិងស្បែកស្ងួតជាពិសេសបើបានងូតទឹកក្តៅអ៊ុនៗគឺកាន់តែប្រសើរ3ងូតទឹកផ្កាឈូកនៅពេលព្រឹកអាចកម្ចាត់ភាពតានតឹងសាច់ដុំដូច្នេះវាជាវិធីល្អបំផុតក្នុងការកាត់បន្ថយការឈឺឬខ្នងឬឈឺខ្នងបាទសំទោសអត្ថប្រយោជន៍ការងូតទឹកផ្កាឈូកនៅពេលល្ងាចគឺមាន3ដូចគ្នាងូតទឹកផ្កាឈូកគឺជាវិធីសាស្ត្រដ៏អស្ចារ្យបំផុតក្នុងការបន្ធូរបន្ថយបន្ទាប់ពីរវល់នៅពេលពេញមួយថ្ងៃការងូតទឹកផ្កាឈូកអាចកាត់បន្ថយសម្ពាធឈាមនិងកាត់បន្ថយភាពតានតឹងផងដែរ2ងូតទឹកផ្កាឈូកនឹងជួយឲ្យអ្នកគេងលក់លឿនជាងមុនព្រោះពេលគេងខ្លួនប្រាណរបស់អ្នកមានភាពស្ងប់ស្ងាត់ក្រុមអ្នកវិទ្យាសាស្ត្រនៅប្រទេសហ្វាំងឡង់បានបង្ហាញថាការងូតទឹកពេលចូលគេងអាចបង្កើនគុណភាពនៃការគេងមិនតែប៉ុណ្ណោះរាងកាយរបស់អ្នកមានពេលសម្រាកច្រើននិងគេងមិនសូវភ្ញាក់នៅពេលយប់ដូច្នេះងូតទឹកផ្កាឈូកនៅពេលផ្សេងមិនទំនងល្អប្រសើរដូចការងូតទឹកនៅពេលល្ងាចឬនៅពេលព្រឹកនោះទេដោយមង្គលការបាទសង្ឃឹមថាស្ដាប់អត្ថបទមួយនេះហើយអ្នកទាំងអស់គ្នាលែងងូតទឹកពេលថ្ងៃហើយបាទតែមិនអីទេយើងត្រឡប់មកយើងងូតទឹកអញ្ចឹងទៅបាទសូមអរគុណដល់ការតាមដានស្ដាប់ដែលខ្ញុំអធិប្បាយប៉ុណ្ណេះ